អ្នកទាំងអស់គ្នាសុខសប្បាយអត់បាទសូមស្វាគមន៍មកកាន់ my slow ខ្មែរ podcast today បាទសូមគោរពសូមស្វាគមន៍មកកាន់ការនិយាយភាសា podcast របស់ខ្ញុំ YouTube អូខេតើថ្ងៃនេះទាំងអស់គ្នាសុខសប្បាយទេខ្ញុំសង្ឃឹមថាទាំងអស់គ្នាសុខសប្បាយហើយនឹងកុំភ្លេចរៀនភាសាខ្មែរផងអូខេនៅកម្ពុជាថ្ងៃនេះជាថ្ងៃសុក្របាទថ្ងៃសុក្រទី28បាទខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាអនុវត្តស្ដាប់ភាសាខ្មែរអូខេជាទូទៅខ្ញុំ post វីដេអូប្រហែលជាពីមុនបាទប្រហែលជា2ឬ3ប៉ុន្តែឥឡូវនេះខ្ញុំព្យាយាមធ្វើទឹកសេរីគ្នាដែរ2ឬ3វីដេអូបាទបើសិនជាទាំងអស់គ្នាបងប្អូនទាំងអស់គ្នាមានសំណួរអីអាចសរសេរជា comment below my video so that you can ask questions យើងអាចសួរសំណួរបានអូខេអញ្ចឹងប្រធានបទថ្ងៃនេះ you know the word ប្រធានបទ so ប្រធានបទ is mean topic ប្រធានបទប្រធានបទថ្ងៃនេះខ្ញុំនឹងនិយាយទាក់ទងទៅនឹងការទំនាក់ទំនងនៅកម្ពុជាជាទូទៅការទំនាក់ទំនងគឺមានសារៈសំខាន់មែនទែនសម្រាប់ការធ្វើការសម្រាប់ការរស់នៅក្នុងប្រទេសកម្ពុជាអញ្ចឹងហើយបានជាខ្ញុំតែងតែលើកឡើងអំពីសារៈសំខាន់នៃការទំនាក់ទំនងនៃការបង្កើតការទុកចិត្តនៅក្នុងភាសាអង់គ្លេសគេថា building trust building trust បង្កើតការទុកចិត្តបាទពីព្រោះថាហេតុអីបានជាមានសារៈសំខាន់ក្នុងការបង្កើនការទុកចិត្តបើសិនជាទាំងអស់គ្នាបានអានអំពីប្រវត្តិសាស្ត្រខ្មែរបាទទាំងអស់គ្នានឹងឃើញថាខ្ញុំគិតថាខ្មែរមានប្រវត្តិសាស្ត្រហើយនឹងមានរបបច្រើនជាងគេនៅក្នុងពិភពលោកនេះបាទបើតាមខ្ញុំអានឯកសារខ្លះអឺយ៉ាងហោចណាស់មាន8របបដែលប្រទេសកម្ពុជាឆ្លងកាត់បានឆ្លងកាត់បាទបានឆ្លងកាត់អញ្ចឹងហើយនៅក្នុងទស្សនៈរបស់ខ្ញុំ so in my philosophy បាទនៅក្នុងទស្សនៈរបស់ខ្ញុំមុននឹងអ្នកទាំងអស់គ្នារៀនយល់អំពីវប្បធម៌និងធ្វើការឲ្យមានប្រសិទ្ធភាពនៅក្នុងប្រទេសណាមួយជាពិសេសនៅក្នុងប្រទេសកម្ពុជាអ្នកទាំងអស់គ្នាត្រូវការដឹងអំពីតើប្រទេសកម្ពុជាបានឆ្លងកាត់នៅរបបអីខ្លះហេតុអីបានជាមនុស្សកម្ពុជាមានគំនិតដូចនេះបាទហេតុអីបានជាប្រជាជនកម្ពុជាមានរបៀបធ្វើការយ៉ាងដូចនេះបាទនេះគឺសំខាន់មែនទែនបាទសម្រាប់ទាំងអស់គ្នាដែលជាជនជាតិបរទេសត្រូវយល់អំពីបញ្ហាហ្នឹងហើយមួយទៀតតាមបទពិសោធន៍របស់ខ្ញុំបាទកាលណាយើងយល់អំពីវប្បធម៌កម្ពុជាច្រើនបាទនោះការធ្វើការជាមួយប្រជាជនកម្ពុជានឹងមានប្រសិទ្ធភាពជាងបាទនឹងមានប្រសិទ្ធភាពជាងពីព្រោះថាគ្រប់វប្បធម៌ទាំងអស់បាទតាមបទពិសោធន៍របស់ខ្ញុំគឺមិនដូចគ្នានោះទេបាទជាពិសេសនៅក្នុងវប្បធម៌ដែលមានគេហៅថាការទំនាក់ទំនងរបៀបមិនផ្ទាល់ it means indirect communication cultures it is so difficult for you guys to focus or understand so this indirect communication is including Cambodia especially in Southeast Asia like Thailand Vietnam Laos and Cambodia we are a culture of indirect communication បាទគឺជាវប្បធម៌មួយដែលមានការទំនាក់ទំនងគ្នាគឺមិនផ្ទាល់បាទអញ្ចឹងហើយបាទជាមានការលំបាកសម្រាប់ទាំងអស់គ្នាសម្រាប់បងប្អូនជនជាតិបរទេសតែគាត់មកធ្វើការនៅកម្ពុជាគេតែគាត់មកធ្វើការនៅកម្ពុជាអញ្ចឹងតាមបទពិសោធន៍របស់ខ្ញុំដែលធ្លាប់ធ្វើការច្រើនឆ្នាំទាក់ទងវិស័យអន្តរជាតិ
ទៅតនឹងវិស័យការទូតពីព្រោះខ្ញុំមានបទពិសោធន៍ច្រើនក្នុងការធ្វើការជាមួយនឹងអ្នកការទូតនៅកម្ពុជាបាទចឹងហើយជាទូទៅតាមបទពិសោធន៍ជាមុនសម្រាប់អ្នកការទូតថ្មីដែលអ្នកការទូតឬក៏អ្នកស្ម័គ្រចិត្តតែគាត់មកធ្វើការនៅកម្ពុជាតែងតែទទួលការបណ្ដុះបណ្ដាលផ្នែកវប្បធម៌ចម្រុះឬក៏យើងហៅទៅវិទ្យាគេហៅថាអន្តរទំនាក់ទំនងវប្បធម៌បាទ intercultural work environment អានេះសំខាន់មែនតើថាតើយើងធ្វើការយ៉ាងម៉េចដើម្បីមានប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជាតើយើងធ្វើការទំនាក់ទំនងរដ្ឋាភិបាលជាពិសេសបុគ្គលិករដ្ឋាភិបាលយ៉ាងម៉េចដើម្បីមានប្រសិទ្ធភាពថាតើធ្វើម៉េចដើម្បីរក្សាទំនាក់ទំនងរវាងអ្នកនិងរដ្ឋាភិបាលឬក៏រវាងអង្គការឬក៏ក្រុមហ៊ុនរបស់អ្នកជាមួយនឹងរដ្ឋាភិបាលអានេះគឺជាចំណុចសំខាន់ដែល you as an outsider should understand this អានេះហើយដែលសម្រាប់ខ្ញុំវាជាព័ត៌មានសំខាន់សម្រាប់ជនជាតិបរទេសហើយម្យ៉ាងទៀតខ្ញុំគិតថាកម្ពុជាជាពិសេសប្រជាជនកម្ពុជាគួរតែយល់អំពីបញ្ហាដែរចឹងហើយបានជាខ្ញុំនឹងធ្វើជាវគ្គបណ្ដុះបណ្ដាលខ្លីៗមួយជា2ថ្ងៃដើម្បីជួយបណ្ដុះបណ្ដាលបងប្អូនប្រជាជនខ្មែរជាពិសេសបុគ្គលិកអង្គការបុគ្គលិកក្រុមហ៊ុននិងបុគ្គលិកវិស័យអប់រំស្ថាប័នអប់រំជាតិនិងអន្តរជាតិឲ្យគាត់យល់អំពីតើធ្វើការយ៉ាងម៉េចដើម្បីឲ្យមានប្រសិទ្ធភាពជាមួយនឹងជនជាតិបរទេសហើយជនជាតិបរទេសធ្វើការយ៉ាងម៉េចដើម្បីឲ្យមានប្រសិទ្ធភាពជាមួយនឹងប្រជាជនខ្មែរជាពិសេសនៅស្រុកខ្មែរបាទសូមទោសបាទអានេះគឺជាវាបណ្ដុះបណ្ដាលខ្លីៗតែខ្ញុំនឹងមានទម្រង់ក្នុងការធ្វើឲ្យវាបណ្ដុះបណ្ដាលនេះអញ្ចឹងហើយសូមបងប្អូនបើសិនជាមានសំណួរបើសិនជាមានចម្ងល់ទាក់ទងនឹងវប្បធម៌ចម្រុះនេះទំនាក់ទំនងវប្បធម៌ឬក៏អន្តរវប្បធម៌នេះសូមមេត្តាសរសេរជា comment ពីលើ my video ទាំងអាចហៅខ្ញុំទៅធ្វើជាប្រឹក្សាឲ្យក៏បានដែររយៈពេលខ្លីៗបានបាទអរគុណច្រើនបាទអញ្ចឹងដូចខ្ញុំនិយាយចឹងបន្តការទំនាក់ទំនងគឺមានសារៈសំខាន់មែនទែនសម្រាប់បុគ្គលិកខ្មែរក៏ដូចជាបុគ្គលិកបរទេសយើងត្រូវចងចាំថាម៉េចសម្រាប់ប្រជាជនខ្មែរសម្រាប់ប្រជាជនខ្មែរសម្រាប់ជនជាតិបរទេសខ្ញុំគិតថាពួកគាត់មានបទពិសោធន៍ច្រើនក្នុងការធ្វើការជាមួយនឹងធ្វើការប្រទេសផ្សេងៗឬក៏ជាមួយនឹងជនជាតិផ្សេងៗប៉ុន្តែសម្រាប់ប្រជាជនខ្មែរខ្ញុំសូមលើកទឹកចិត្តបាទទី1ត្រូវតែយល់អំពីថាសប្តាហ៍ថ្ងៃនេះបាទបច្ចេកវិទ្យាក៏ទំនើបបច្ចេកវិទ្យាក៏ទំនើបកន្លែងធ្វើការរបស់យើងភាគច្រើនប្រធានឬក៏ម្ចាស់ក្រុមហ៊ុនមិនមែនជាជនជាតិខ្មែរទេបើមានក៏មានតិចដែរបើមានម្ចាស់ជាក្រុមហ៊ុនខ្មែរឬក៏ម្ចាស់ជាសាលាខ្មែរក៏គេជួលជនជាតិបរទេសដើម្បីជួយគ្រប់គ្រងសាលារបស់គេឬក៏ក្រុមហ៊ុនរបស់គេដើម្បីឲ្យដឹកនាំយើងដែរបាទអញ្ចឹងហើយតាមការសង្កេតនិងការបទពិសោធន៍របស់ខ្ញុំឃើញថាក្រុមហ៊ុនភាគច្រើនដែលយើងធ្វើការជាមួយមិនមែនខ្មែរសុទ្ធទេបាទជាជនជាតិបរទេសអញ្ចឹងការទំនាក់ទំនងគឺសំខាន់បាទការទំនាក់ទំនងគឺសំខាន់ហេតុអីបានយើងឆ្ងល់ហេតុអីបានជាពេលខ្លះពេលយើងមានប្រជុំហេតុអីបានជាយើងមិនសូវមានមតិយោបល់នៅពេលអង្គប្រជុំជាមួយជនជាតិបរទេសឬក៏ជាមួយអ្នកផ្សេងហេតុអីបានយើងមិនមានយោបល់ដូចគេអានេះនឹងមាននៅក្នុងវិទ្យាសាស្ត្ររបស់ខ្ញុំនឹងនិយាយលម្អិតថាតើនៅពេលប្រជុំឬក៏ធ្វើសិក្ខាសាលាម្ដងហេតុអីបានជាប្រជាជនខ្មែរយើងមិនសូវមានមតិយោបល់ឬក៏អត់និយាយនៅក្នុងការប្រជុំតាមមូលហេតុអីអូខេអានេះខ្ញុំនឹងលម្អិតនៅក្នុងវគ្គបណ្ដុះបណ្ដាលខ្លីៗរបស់ខ្ញុំដែលខ្ញុំនឹងរៀបចំធ្វើផែនការឆាប់ៗនេះបាទតែប៉ុន្តែខ្ញុំមានផែនការអស់ហើយប៉ុន្តែខ្ញុំត្រូវការដៃគូដើម្បីជួយបង្កើតវគ្គបណ្ដុះបណ្ដាលនេះឲ្យមានប្រសិទ្ធភាពដល់បងប្អូនបាទជាពិសេសដូចខ្ញុំនិយាយអញ្ចឹងនៅក្នុងស្រុកខ្មែរជាពិសេសនៅទីក្រុងភ្នំពេញគឺមានក្រុមហ៊ុនអង្គការខ្ញុំមិនសូវជាព្រួយបារម្ភប៉ុន្មានទេប៉ុន្តែនៅតែមានការព្រួយបារម្ភតិចតួចបាទ
ប៉ុន្តែខ្ញុំព្រួយបារម្ភទៅនឹងស្ថាប័នសិក្សាស្ថាប័នអប់រំរបស់ខ្មែរយើងឃើញមានសាលាអន្តរជាតិប្រមាណច្រើនមែនតើច្រើនមែនតើដែលសាលាអប់រំហើយយើងត្រូវដឹងណាយើងដឹងថាមិនសាលាអប់រំអស់នោះគឺដូចខ្ញុំថានិយាយដំបូងបើទោះជារបស់ខ្មែរមែនប៉ុន្តែគេជួលជនជាតិបរទេសដើម្បីទៅជួយគ្រប់គ្រងសាលារបស់គេអាហ្នឹងហើយគឺជាការធ្វើការវប្បធម៌ចម្រុះឬក៏អន្តរវប្បធម៌ដែលការងារទាំងអស់គឺប្រើប្រាស់នៅគេជំនាញក្នុងការតំណែងតើជំនាញក្នុងការតំណែងមានអីខ្លះហើយយើងទៅសួរតើមានអីខ្លះបាទអញ្ចឹងដូចខ្ញុំនិយាយបាទខ្ញុំមានវគ្គបណ្ដុះបណ្ដាលនេះដើម្បីជួយឲ្យបងប្អូនឬក៏បងធ្វើការយ៉ាងម៉េចឲ្យមានប្រសិទ្ធភាពជាមួយនឹងជនជាតិបរទេសហើយការបណ្ដុះបណ្ដាលនេះមិនមែនតែជនជាតិខ្មែរទេខ្ញុំលើកទឹកចិត្តឲ្យជនជាតិបរទេសចូលរួមដែរបើសិនជាគាត់មានការចូលរួមទាំងអស់គ្នាទាំងខ្មែរទាំងជនជាតិផ្សេងៗចូលរួមទៅការបណ្ដុះបណ្ដាលគឺកាន់តែមានប្រសិទ្ធភាពពីព្រោះជាឱកាសមួយដែលយើងអាចនិយាយជាចំហថាហេតុអីបានជាអញ្ចឹងហេតុអីបានជាខ្មែរនៅក្នុងប្រជុំអត់សូវនិយាយហេតុអីបានជានៅក្នុងប្រជុំបរទេសគាត់និយាយច្រើនជាងតើវាមានមូលហេតុអីបាទអានេះគឺជាចំណុចសំខាន់យើងត្រូវចងចាំថាមិនមែនយើងអត់គំនិតក្នុងការនិយាយទេប៉ុន្តែវាមានរឿងច្រើនតែពេលខ្លះយើងក៏ចង់និយាយហើយអានោះវាមកមូលហេតុអីបាទអានេះគឺបបិសតពិតរបស់ខ្ញុំជួបច្រើនបាទដោយសារពេលមានប្រជុំរងរាប់បាទស្បែកនេះមិនសូវជាមានជំនាន់មានមតិអីគេប៉ុន្មានទេគឺច្រើនគឺបរទេសគាត់ dominate the whole conversation បាទគាត់គ្រប់គ្រងលើការសន្ទនាទាំងមូលទាំងតបាទអញ្ចឹងបរទេសពេលចឹងគាត់ថាអូស្បែកមានជំនាន់មានមតិអីទេបាទគិតថាវាយើងនោះបានបាទតែពិតខុសបាទជាខ្មែរនេះមានបន្ទុកច្រើនដែរដែលគាត់ចង់ចែកឬក៏គាត់មានតែគាត់អត់និយាយអញ្ចឹងធ្វើម៉េចដើម្បីឲ្យខ្មែរយើងនិយាយបានបាទយើងទៅជួបនៅវគ្គបណ្ដុះបណ្ដាលជាមួយគ្នាបាទអរគុណច្រើនហើយវីដេអូនេះផងដែរបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តសូមមេត្តាជួយចែករំលែកវីដេអូនេះទៅអ្នកផ្សេងឬក៏អង្គការផ្សេងសម្រាប់ជនជាតិបរទេសប្រហែលជាគាត់មានការលំបាកក្នុងការស្ដាប់ពួកខ្ញុំនិយាយជាភាសាខ្មែរហើយសូមបញ្ជាក់ថាខ្ញុំអាចធ្វើការបណ្ដុះបណ្ដាលជាភាសាអង់គ្លេសក៏បានខ្មែរក៏បានទាំងពីរភាសាបាន Again, so thank you very much, brothers and sisters, for listening to my videos. And I hope if you like these short talk shows, then share this video with your friends, with your colleagues, or with your managers, so that I think he or she can understand this training course. Because for me, I feel like this is very important for everyone to go through these trainings and learn some of the techniques, that will help you to make your life better, to make your intercultural communication much better, especially working inter-environment communications. Because I value this a lot. Because throughout my experience, not many people understand this value, understand this training, understand the value of communication or the effective of working in this country. So to foreigner friends, if you are the managers, if you are the director of the company, of the schools here in Cambodia, I encourage you to join our course and learn about cross-cultural communication with me. Okay, so thank you very much for your time. And as I mentioned, if you like this video or if you are curious about what is the training about, why is cross-cultural training is important, what does it mean to work more effectively in Cambodia, here is the right course for you to come and join. For your information, we have a training venue, and also I'm happy to go to your place. For example, if your company, your school, if you have like a big space for 20 or 30 people, I'm happy to go and provide this training to you.
for detailed information, please contact me through this video or contact me with my telephone number here or my email address. So thank you very much for listening. I hope you have a good day. 厉害，ขอบคุณ